រៀនពីហ៊ុនសែនដើម្បីជោគជ័យមេរៀនទី8ហ៊ុនសែនមិនប្រះអាយុមិនអាត្មានិយមផ្នែកទី1ករណីសិក្សាសម្ដេចហ៊ុនសែនក្នុងដំណើរដ៏គ្រោះថ្នាក់ទៅរកស្វែងរកជំនួយពីវៀតណាមសាកល្បងឆន្ទៈសម្ដេចហ៊ុនសែន4ដងចុងក្រោយវៀតណាមសុំឲ្យសម្ដេចហ៊ុនសែនចាក់ចេញពីប្រទេសខ្លួនទៅកាន់ប្រទេសទី3ដូចជាថៃបារាំងជប៉ុនអាមេរិកអូស្ត្រាលីដោយវៀតណាមធានារត់ការសូម្បីតែយល់សពក៏មិនដែលគិតសម្ដេចប្រកែកខ្ញុំមិនរត់ចោលស្រុកទេខ្ញុំមករកជំនួយដើម្បីប្រទេសខ្ញុំបើវៀតណាមមិនជួយខ្ញុំទេសូមផ្ដល់អាវុធមកឲ្យខ្ញុំវិញខ្ញុំនឹងត្រឡប់ទៅស្លាប់ជាមួយប្រជាជនខ្ញុំវិញចំណុចនេះកាន់តែធ្វើឲ្យវៀតណាមជឿជាក់លើសម្ដេចទៅវិញថាពិតជាមករកជំនួយសង្គ្រោះជាតិនិងប្រជាជនពីខ្មែរក្រហមសម្ដេចហ៊ុនសែនមានប្រសាសន៍តែចំពោះខ្ញុំបានប្រកែកដាច់អហង្ការថាខ្ញុំមិនរត់ទៅណាចោលស្រុកចោលប្រជាជនខ្ញុំទេខ្ញុំប្រាប់គេថាខ្ញុំរត់មកនេះគឺដើម្បីស្វែងរកជំនួយដើម្បីសង្គ្រោះជាតិខ្ញុំមិនមែនរត់ដើម្បីយកសេចក្តីសុខតែម្នាក់ឯងទេហើយខ្ញុំក៏មិនរស់នៅប្រទេសវៀតណាមអស់មួយជីវិតដែរបើវៀតណាមមិនអាចជួយខ្ញុំបានខ្ញុំនឹងវិលទៅក្នុងទឹកដីកម្ពុជាយើងវិញដើម្បីបដូរស្លាប់រស់នៅលើទឹកដីយើងផ្នែកទី2ទស្សនៈសិក្សាវាពិតណាស់ថាមនុស្សកាត់មកសិតតែចង់រស់តែពេលខ្លះក៏មិនគប្បីគិតតែរស់ម្នាក់ឯងគិតតែសេចក្តីសុខខ្លួនឯងមិនគិតសេចក្តីសុខឬជីវិតអ្នកជុំវិញខ្លួនឬអ្នកដទៃនោះទេកលៈទេសៈខ្លះយើងមិនអាចរស់ឬសុខតែម្នាក់ឯងទេបុរាណខ្មែរពោលថាមិត្តល្អចេះជួយគ្នាក្នុងគ្រាក្រចេះរួមសុខរួមទុក្ខជាមួយគ្នាជាដើមស្ថានភាពខ្លះយើងជាចំណែកដ៏សំខាន់ក្នុងការដោះស្រាយបញ្ហាឬជួយសន្តោសអ្នកដទៃបានតែបែរជាយើងប្រះអាយុតែម្នាក់ឯងមិនប្រកាសថាប្រះអាយុតែឯងហើយយើងសុទ្ធតែបានសុខឬរស់នោះទេដូចគ្នាដែរអ្នកដែលយើងរត់ចោលគេក៏មិនប្រកាសថាគេស្លាប់ឬជួបគ្រោះកាន់តែធ្ងន់នោះទេថាមិនត្រូវបែរជាយើងជួបគ្រោះគេជួបលៀបទៅវិញមនសិការនឹងជេរស្ដីយើងហើយស្រមោលនឹងអន្ទោលតាមប្រាណមិនត្រឹមតែមួយជីវិតយើងប៉ុណ្ណោះទេវាអាចតពូជតពងយើងជាប្រវត្តិសាស្ត្រក៏មានជាពិសេសយើងបំពាក់ពពកខ្មៅដល់កូនចៅចំនួនក្រោយយើងប្រសិនបើយើងជាមនុស្សប្រះអាយុផ្ទុយទៅវិញប្រសិនបើយើងជាមនុស្សយកអាសាជួយគ្នាក្នុងគ្រាអាសន្នវានឹងបន្សល់ក្លិនក្រអូបឲ្យកូនចៅគ្រប់ចំនួនព្រមគ្នានេះក៏បណ្ដុះវប្បធម៌យកអាសាបំពាក់ស្មារតីអង់អាចក្លាហានដល់ខ្លួនឯងនិងសម្លាប់ផ្នត់គំនិតយកតែរួចខ្លួនសួនតួនិយមអាត្មានិយមរត់ចោលបញ្ហាមិនហ៊ានប្រឈមមុខនឹងបញ្ហាជារួមបើយើងប្រះអាយុមិនប្រកាសថាជោគជ័យបើយើងបាត់បង់ញាតិបាត់បង់ក្រុមការងារបាត់បង់អ្នកគ្រប់គ្រងបាត់បង់អ្នកដើរតាមឈ្មោះថាបរាជ័យលទ្ធផលចុងក្រោយយើងទៅវិញទេជាមនុស្សឯកោពេលខ្លះគេចាត់ទុកយើងជាមនុស្សឆ្អិនក្បាលស៊ីក្បាលឆ្អិនកន្ទុយស៊ីកន្ទុយគេក៏គិតដែរថាយើងជាមនុស្សស៊ីគ្នាឯងថែមទៀតឬយកជាគ្នាមិនបានជាដើមបុគ្គលខ្លះមិនត្រឹមតែប្រះអាយុខ្លួនឯងទេថែមទាំងរុញគេទម្លាក់ឲ្យស្លាប់ជំនួសខ្លួនឯងទៅទៀតក្នុងសង្គមបច្ចុប្បន្នមនុស្សខ្លះដោយសារតែចង់យករួចខ្លួនបែរជាហ៊ានទម្លាក់កំហុសលើអ្នកដទៃមិត្តភក្តិឯងសាច់ញាតិឯងក៏មានទាំងគ្នាមិនដឹងអីមនុស្សដែលយករួចខ្លួនហើយទាញគេឲ្យពាក់ព័ន្ធជំនួសខ្លួនសួរថាតើអាចលាក់បាំងរហូតបានទេដំរីងាប់យកចង្អេរទៅបាំងតាចិត្តទេផោមក្នុងទឹកគង់គេដឹងពេលគេដឹងការពិតប្រកាសជាអស់អនាគតជារួមមនុស្សប្រះអាយុគង់ទេវតាប្រាក់មុខមនុស្សរួមសុខទុក្ខគង់ទេវតាជួយមើលថែ